Nghiệp số lực rô này cái chia assignment topic traffic light controller. Ini cái chia thêm rồi bọc nhóm miền Samanarot, Finan, Mustafa, nhóm hai nước miền Trung. Ini cái chia cái tập cách thêm rồi bọc nhóm overview, thì mỗi introduction, thì B objective, thì 7 component overview, thì 4 explanation of each component. Top tiết introduction cứ bây giờ một cái traffic light នៅក្នុងកម្មវិធី Skidver traffic light មានសារៈសំខាន់ណាស់សម្រាប់ជួយឲ្យការធ្វើដំណើរតាមដងផ្លូវមានសុវត្ថិភាពក្រុមរបស់ពួកយើងបានបង្កើតគ្រឿង digital ដូចជា flip flop counter និង logic gate ដើម្បីបញ្ជាភ្លើងបដូរពណ៌ដោយស្វ័យប្រវត្តិតទៅទៀត objective ទី1គឺបង្កើតប្រព័ន្ធ traffic light នៅក្នុង Skidver ទី2រៀនពីរបៀបដែល Sequence បញ្ជាភ្លើងចរាចរណ៍ទី3អនុវត្តប្រើគ្រឿង flip flop counter និង timer ទី4សាកល្បងមើលថាតើភ្លើងក្រហមភ្លើងនិងបៃតងបដូរវិញគ្នាត្រឹមត្រូវដែរឬទេទី5ពង្រីកសមត្ថភាពដោះស្រាយបញ្ហាតាមរយៈការធ្វើ simulator តទៅទៀត component overview មានដូចជា mode 6 countdown mode 10 countdown 60 countdown last 5 second 10 0 6 0 yellow sign and time up state controller and traffic light តទៅទៀតដល់ mode 6 countdown គឺបង្កើតវាសម្រាប់លេខរាប់ថយក្រោយ6ជំហានវាជួយបញ្ជាឲ្យលេខនៅលើអេក្រង់រាប់ថយក្រោយដើម្បីឲ្យអ្នកបើកបរដឹងពីរយៈពេលដែលត្រូវឈប់ឬត្រូវទៅតទៅទៀត mode 10 countdown គឺបង្កើតវាសម្រាប់រាប់ថយក្រោយពី9ដល់0វាជាផ្នែកដែលបង្កើតឧបករណ៍វាស់ពេលឲ្យប្រព័ន្ធ traffic light ដំណើរការបានយ៉ាងល្អច្បាស់លាស់បើយើងកន្លែងតែមើល60 countdown វិញគឺវាបង្កើតឡើងដោយភ្ជាប់ជាមួយនឹង module 6 countdown និង module 10 countdown ចូលគ្នាហើយដើម្បីឲ្យវានឹងរាប់ថយក្រោយ60 second ហើយបើយើងនិយាយពីរបៀបដែលវា work វិញគឺយើងដឹងថា module 6 countdown ឲ្យរាប់ខ្ទង់ឯកតាពី5ទៅ0ហើយ module 10 countdown គឺរាប់ខ្ទង់10ពី9ទៅ0ហើយនៅពេលដែលខ្ទង់ឯកតារាប់ដល់0វានឹងបញ្ជូនសញ្ញា trigger ទៅខ្ទង់10ឲ្យវារាប់ថយក្រោយមួយហើយវារាប់រួមគ្នាបែបនេះបង្កើតបានជា60 second countdown សម្រាប់ last 5 second logic decoder ហ្នឹងគឺវាប្រើសម្រាប់ឲ្យមើលថា time ដែលនៅសល់ហ្នឹងគឺវាស្មើនឹង5 second ឬក៏អត់អញ្ចឹងរបៀបដែលវា work នោះគឺដោយ decoder ហ្នឹងគឺវាទទួល input ពី count គឺ Q0 Q1 Q2 និង Q3 ដោយវាប្រើ ADN grid ដើម្បីពិនិត្យតម្លៃ counter ហើយនៅពេលដែល counter រាប់ដល់5ឬក៏តិចជាង5វានឹងបញ្ចេញសញ្ញា last 5 second ស្មើ1ដោយសញ្ញាហ្នឹងវានឹងបញ្ជូនទៅ start controller ដើម្បីបដូរសញ្ញាទៅជាពណ៌ yellow វិញហើយនេះគឺជា mode 10 countdown ដែលវាគឺជា sequence មួយដែលមាន4 bit countdown ដែលរាប់ថយក្រោយពី9ដល់0ដំបូង clock វាបញ្ជូនសញ្ញា pull led ទៅកាន់ flip flop រាប់ pull led ម្ដង count និងរាប់ថយក្រោយចំនួន1លេខហើយ flip flop វាមានចំនួន4ដែលវាមានតម្លៃគុយ3គុយ2គុយ1និងគុយ0ដែលវាមានតួនាទីក្នុងការរក្សាតម្លៃ binary បច្ចុប្បន្នរបស់ counter បន្ទាប់មក logic box នឹងពិនិត្យមើលតម្លៃជាមួយនឹង flip flop ដើម្បីធានាថា counter រាប់តាមលំដាប់លំដោយត្រឹមត្រូវពី9រហូតដល់0នៅពេលដែល counter រាប់ដល់លេខ0 logic gas នឹងបង្កើតជាមួយ trigger មួយដែល trigger នោះធ្វើសម្រាប់ឲ្យ counter ហ្នឹងគឺត្រឡប់ទៅលេខ9វិញដើម្បីចាប់ផ្ដើមរាប់ថយក្រោយម្ដងទៀតជាចុងក្រោយលទ្ធផល binary នឹងបញ្ជូនទៅ display យើងដើម្បីបង្ហាញវាជាលេខទិដ្ឋភាពហើយនេះគឺជាជាមួយ mode 16 countdown ហើយវាគឺជា sequence មួយដើម្បីរាប់ថយក្រោយពី59រហូតដល់0ហើយ sequence នេះគឺបង្កើតពី counter ចំនួន2គឺ mode 10 counter និង mode 6 counter ដំបូង clock នឹងបញ្ជូន pull led ទៅកាន់ជាមួយនឹង mode 10 counter ដើម្បីរាប់ថយក្រោយពី9រហូតដល់0នៅពេលដែល mode 10 counter វារាប់ដល់0វានឹងបង្កើតជាមួយ trigger មួយដើម្បីឲ្យ mode 6 counter រាប់ថយក្រោយជាមួយមួយលេខដែរបន្តមកទៀត mode ជាមួយ 6 counter ហ្នឹងវានឹងរាប់ថយក្រោយពី5រហូតដល់0នៅពេលដែល counter ទាំងពីររាប់រហូតដល់00 sequence នឹងបង្កើតតម្លៃឡើងវិញ
ទៅជាមួយនឹង59ដែលចាប់ផ្ដើមរាប់ថយក្រោយម្ដងទៀតជាលទ្ធផលត្រូវបានបង្ហាញទៅលើ display ចំនួន2ដែលបង្ហាញលេខរាប់ថយក្រោយបច្ចុប្បន្នលំដាប់លេខគឺ59 58 57រហូតដល់00ចឹងទៅហើយនឹងវានឹង load មកវិញជាមួយនឹងលេខ59 ជំរាបសួរលោកគ្រូខ្ញុំគ្រាមុស្តាហ្វាទទួលបន្ទុកលើការរៀបចំប្រព័ន្ធ CQ បញ្ជាភ្លើងស្តុបដូចខាងក្រោមទី1 CQ សញ្ញាភ្លើងលឿងនិងរយៈពេលអស់ Yellow sign in and times up CQ នេះដើរតួជាឧបករណ៍ជំនួយសម្រាប់ចាប់សញ្ញាពេលវេលារបៀបដែលវាដំណើរការគឺវាទទួលទិន្នន័យ4 bit ពី Q0 ទៅដល់ Q3 របស់ mode countdown ទាំងពីរហើយវាភ្ជាប់ទិន្នន័យទាំងពីរនេះទៅកាន់ sub circuit ទៅដូចជា 10-0 6-0 last 5 second ដើម្បីបង្កើតទៅជា trigger សម្រាប់ trigger វាមានដូចជា times up គឺសម្រាប់ចាប់សញ្ញានាឡិការរាប់ថយក្រោយនៅពេលដែលវាដល់00ដើម្បីបញ្ជូនសញ្ញាទៅកាន់ state controller ឲ្យបដូរភ្លើង stop បដូរពណ៌ពីខៀវទៅក្រហមឬក៏ពីក្រហមទៅខៀវសម្រាប់ AND gate ខាងក្រោមនេះគឺសម្រាប់ yellow sign in វាភ្ជាប់ last 5 second ដែលមាននីតិបញ្ចេញភ្លើងលឿងព្រមានមុនបដូរទៅភ្លើងក្រហមក្នុងរយៈពេល5វិនាទីចុងក្រោយទី2គឺ state controller CQ នេះដើរតួជាខួរក្បាលនៃប្រព័ន្ធដើម្បីបដូរវេនភ្លើងសញ្ញាចរាចរណ៍សមាសធាតុស្នូលមានដូចជា D flip flop ពីQ0 ហើយនិង Q1 ដើម្បីចងចាំទម្រង់ state បច្ចុប្បន្ននៃភ្លើង stop តភ្ជាប់ប្រព័ន្ធ countdown mode 10ហើយនិង mode 6ដើម្បីបញ្ចេញជាភ្លើង display ហើយយើងប្រើប្រាស់ logic AND OR NOT ដើរតួជាអ្នក decode សញ្ញាដើម្បីបញ្ជាបដូរវេនភ្លើង stop សម្រាប់ output វាមានដូចជា NSJ NSY គឺភ្លើងពណ៌បៃតងនិងភ្លើងលឿងសម្រាប់ទិសជើងត្បូង NSR សម្រាប់ភ្លើងក្រហមជើងត្បូងដែលបង្កើតចេញពី CQ NOT gate EWG EWY ហើយ EWR ភ្លើងសញ្ញាសម្រាប់ទិសដៅលិចកើតបាទជំរាបសួរលោកគ្រូអញ្ចឹងនៅក្នុង slide នេះគឺយើងនឹងនិយាយអំពី traffic light អញ្ចឹងនៅក្នុងtraffic light នេះគឺយើងយក component ដែលសំខាន់មកគុំចូលគ្នាដើម្បីបង្កើតបានជា traffic light អញ្ចឹងនេះគឺជា component ដែលយើងមានដែល component សំខាន់ពីរដើម្បីមកគុំនេះគឺមាន60 countdown ជាមួយនឹង state controller អញ្ចឹង60 countdown នេះគឺជា 7 segment display សម្រាប់ display ពីលេខ60ដល់លេខ0ហើយយើងមាន state controller នេះគឺជាខួរក្បាលរបស់ traffic light system របស់យើងដែលវា control ភ្លើងពណ៌មានពណ៌ក្រហមលឿងហើយនិងបៃតងអញ្ចឹងសម្រាប់ flow របស់យើងនេះគឺវាដើរទៅតាម clock signal របស់យើងហើយ state controller គឺវានឹងចាប់ផ្ដើមគិតមើលថាតើពេលណាគួរនឹងចេញពណ៌ក្រហមពេលណាចេញពណ៌លឿងនិងពេលណាចេញពណ៌បៃតងអញ្ចឹង flow របស់យើងនេះគឺពណ៌ក្រហមហើយនិងពណ៌បៃតងគឺវាដំណើរការថាឧទាហរណ៍ថាជើងនិងត្បូងវានឹងចេញពណ៌បៃតងអញ្ចឹងក្នុងរយៈពេល60វិនាទីវានឹងខាងលិចហើយនិងខាងកើតវានឹងពណ៌ក្រហមអញ្ចឹងជើងហើយត្បូងវានឹងពណ៌បៃតងតែនៅក្នុងរយៈពេល5វិនាទីចុងក្រោយនេះខាងជើងនិងខាងត្បូងវានឹងបញ្ចេញពណ៌លឿងហើយនៅពេលដែលចប់60វិនាទីវានឹងឆ្លាស់ទិសដៅរបស់គ្នាឆ្លាស់ទិសដៅគ្នាដោយលេខកើតវានឹង
ទៅជាពណ៌បៃតងម្ដងហើយនឹងជើងខាងត្បូងវានឹងទៅជាពណ៌ក្រហមម្ដង